ថ្ងៃនេះបន្តបញ្ចេញពីធ្វើការវិញមកដល់កន្លែងបងប្អូននាំគ្នាទៅស្រុកអស់ចឹងហើយពួកខ្ញុំអត់មានអីហូបខ្ញុំក៏សម្រេចចិត្តថាទៅហូបអីនៅខាងក្រៅជាមួយនឹងមិត្តភក្តិធ្វើការងារហើយកន្លែងក៏ឆ្ងាយដែរបងប្អូនគឺនៅបឹងឈូកបងប្អូនខាងបបច្បាស់ជាដឹងហើយថាបឹងឈូកនៅតាមផ្លូវណាបងចឹងក៏មិនចាំយូរដែរក៏ចាប់ផ្ដើមធ្វើដំណើរចេញពីផ្ទះយើងទៅហើយថ្ងៃនេះគឺជាសកម្មភាពនៃការធ្វើដំណើរទៅកាន់បឹងឈូកបងប្អូនដែលចង់ទៅបងប្អូនអាចទស្សនានៅវីដេអូនេះហើយបងប្អូនអាចជិះទៅតាមផ្លូវដែលខ្ញុំបានថតនេះទៅនឹងទៅដល់ទីកន្លែងនោះហើយនិយាយថាផ្លូវនេះទៅវារៀងកលីកលាក់តិចហើយបងប្អូនដោយសារតែនៅហ្នឹងគឺគេកាយដីកាយដឹកដីអីចឹងបងប្អូនហើយនេះទឹកបឹងអូគេដនធំមកដល់ធំមែនតើហ្មងអញ្ចឹងយើងបន្តជិះត្រង់រហូតចឹងបងប្អូនកន្លែងនេះបើតាមខ្ញុំដឹងដូចជាល្ងាចឡើងសបបងប្អូនយើងគាត់មកលេងច្រើនដែរបងប្អូនឃើញដូចជាគាត់មកបងត្រីផងមកជួបជុំល្ងាចឡើងជួបជុំគ្រួសារអញ្ចឹងបងប្អូនបាទអញ្ចឹងមានតែបងប្អូនទេសនាទៅនេះផ្លូវទៅត្រង់រហូតទៅហើយបត់តាមហ្នឹងទៅបងប្អូនបាទគឺថាឥឡូវយើងមកដល់ហើយបងប្អូននេះកន្លែងគាត់គឺមានកញ្ចក់ហើយនៅក្នុងនោះគឺមានដើមឈូកជាច្រើននេះកន្លែងផ្លូវចូលហើយជំរាបថាខ្ញុំមិនមែនប្រម៉ូទឲ្យគាត់បងប្អូនគាត់តែថតដើម្បីជាការកំសាន្តលេងតែប៉ុណ្្នឹងឯងបងប្អូនអញ្ចឹងថាយើងមកដល់ហើយយើងក៏ដាក់ម៉ូតូដៃហើយក៏ដើរចូលទៅដើម្បីរកកញ្ចក់ដើម្បីអង្គុយហូបអីចឹងបងប្អូនមុននឹងចូលកញ្ចក់យើងដើរមើលមកជុំសិនមើលទេសភាពមើលដើមឈូកក៏ដូចជាថតរូបដើម្បីជាអនុស្សាវរីយ៍ផងដែរបងប្អូនដោយសារតែនៅកន្លែងនេះគឺមានតងមានកន្លែងយើងមើលទៅគឺសម្រាប់អ្នកដែលថាជួយថតរូបគឺថាគាត់ដឹងតែពេញចិត្តហ្មងដោយសារតែមានដើមឈូកមានទេសភាពមានកញ្ចក់មានតោមានអីចឹងបងប្អូនអញ្ចឹងអ្នកដែលជួយថតរូបនឹងគាត់ជួយចិត្តមកថតហើយឥឡូវនេះកញ្ញាស៊ីស្អាតនេះគេទៅដើរក៏ប៉ុតនេះសំដែងតែខ្ញុំឲ្យដើរហ្នឹងគាត់ទៅបើសិនជាមានកំហុសឆ្គងសូមអធិស្ឋានផងបងប្អូនអើយដោយសារតែរៀនថតលេងទេមិនមែនជាអ្នកអាជីពថតវីដេអូអីទេអញ្ចឹងបងប្អូនដែលចង់មកទីនេះក៏អាចមកបានបងប្អូននៅទីនេះគឺមានម្ហូបច្រើនមុខដែរហើយស្ទើរតែឆ្ងាញ់ពេលច្រើនខ្ញុំមកកន្លែងនេះខ្ញុំជិះហូបមាត់ដុតជាងគេហើយនឹងបញ្ចុកទឹកហូបបងប្អូនឆ្ងាញ់មែនតើហ្មងជាមួយនឹងត្រីណៃខ្ញុំជិះហូបពេលច្រើនខ្ញុំមកគឺខ្ញុំយកតែមុខហូបប្រហែលមុខហ្នឹងឯងហើយនិយាយថាស្អែកគេធ្វើជីតងជីអីដើរមើលទេសភាពហើយខ្ញុំក៏បានថតមកពេញមកកន្លែងហ្នឹងឯងអញ្ចឹងបន្ទាប់ពីយើងថតរូបចាក់ចោលហើយគឺយើងចូលទៅក្នុងកញ្ចក់ដើម្បីកំងមុខហូបដើម្បីញ៉ាំទាំងអស់គ្នានិយាយរួមគឺខ្ញុំមកនេះគឺមកតែ3នាក់ទេមិនមែនមក2នាក់ដូចកាលមុនទេហើយវីដេអូនេះបងប្អូនខ្ញុំបានឃើញប្រហែលជាថាអូពួកនេះសបលុយឃើញដើរស៊ីដើរចាយរហូតទៅមើលហើយនេះមកដុតបងប្អូនអានេះមកដុត7ម៉ាទេខ្ញុំជិះជាងគេអាមកដុតនេះឯងថារសជាតិគឺថាអែមហ្មងហើយកន្លែងនេះអវល់តែថតមកដុតវល់ទៅហូបមកដុតខ្ញុំផ្លេចថតនៅបញ្ចុកទឹកប្រហុកហូបឡើងអស់លេងហ្នឹងមិនឃើញផ្លេចថតនៅបញ្ចុកទឹកប្រហុកបាទលើថាយើងចាប់ដើមហែកមកចែកគ្នាញ៉ាំហើយកញ្ញានេះក៏ចាប់ដើមភ្លុះហើយមើលទៅដូចដំណងគេយេថាឯងអឹមអៀនអីណាអាកន្លែងនេះបញ្ចុកហើយតែឯងចង់ហូបតែប៉ុណ្្នឹងចង់ហូបសិនតែបើជាខ្មាស់កាមេរ៉ាបាទបងប្អូនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងបងប្អូនដោយសារតែអត់មានអីវិញឆ្ងាយទេមានតែប៉ុណ្្នឹងឯងបើសិនជាមានកំហុសខុសឆ្គងអីសូមកុំកែប្រកាន់